ជំរាបសួរពុកម៉ែបងប្អូនអរគ្នាហើយជំរាបសួរបងសុំពនាមបងតិចពនាមអីដែរបងខ្ញុំគេហៅចែមទៅហ្នឹងចែមស្មាត់ណាបងនៅនេះប្រហែលដើមចំការបងនេះ500បង500ដើមបងដែរបាទហើយសុំសួរបងឲ្យត្រង់តិចថាតើក្នុងឆ្នាំនេះបងមានបញ្ហាអីទៅលើដំណាំរបស់បងឆ្នាំនេះវាអត់ចេញត្រួយបងតែខ្ញុំចេញត្រួយខ្លាំងឥឡូវលោកគ្រូដាក់កាមេរ៉ាមើលចំការគាត់ទាំងមូលតិចបងប្អូនអរគ្នាចំការនេះគឺម្ចាស់អត់ដឹងទេអំពីការជាប់ PBZ ឬយើងហៅថាជាប់សានឬផា Clobuterazole ចឹងបងប្អូនអ្នកដែលដាំដំណាំទុរេនអ្នកដែលផលិតទុរេនអ្នកដែលធ្វើទុរេនណាគឺជាទូទៅគឺប្រកាយក្នុងការបញ្ចេញផ្កាបញ្ចេញអីអូយឃើញស្អាតណាសមសួនមែនតែនតែកុំភ្លេចនេះគិតថារបស់ណាក៏មានអាវុធមុខអាវរបស់ណាក៏មានរឿងពីរយ៉ាងដែរត្រូវចេះដោះត្រូវចេះស្រាយត្រូវចេះចងនេះថាចងហើយត្រូវចេះដោះផងចំការនេះមានដើមប្រមាណបង500ហើយអាយុវាប្រហែលដែរ7ឆ្នាំហ្នឹង7ឆ្នាំមកតាមមធ្យមភាពក្នុងការប្រមូលផលប្រហែលជា3ដងហើយខ្ទង់ប៉ុណ្ណឹងហើយខ្ញុំបានតែឆ្នាំមុនម្ដងអូអញ្ចឹងមានន័យថាគាត់ដាំ7ឆ្នាំទឹមប្រមូលផលបានម្ដងទេម្ដងវិញអញ្ចឹងហើយទៅជាអញ្ចឹងបងអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំសូមផ្ដាំម្ដងហើយម្ដងទៀតថាប្រសិនបើបងប្អូនមិនយល់នេះមិនយល់ណាអំពីការធ្វើឲ្យគាត់ខំណាអញ្ចឹងបងប្អូនប្រើប្រាស់នៅសារធាតុ PBZ ដែលมันបានមានការយល់ដឹងណាបងប្អូនគឺមានហានិភ័យហើយដល់ពេលអញ្ចឹងទៅគឺយើងពិតជាសោកស្ដាយមែនតើហើយសួរថាតើអាចព្យាបាលបានទេអាចជួយបានទេសម្រាប់មហាសាលខ្ញុំអាចរីកមិនជូនបងប្អូនថាជួយបានអត់យឺតពេលទេតែឲ្យស្រូតដៃបន្តិចព្រោះនេះជាប់ទ្រង់ទ្រាយ 50% តែចំការខ្លះជាប់ងង់ខ្ញុំធ្លាប់ទៅដល់ចំការជាប់ងង់ហើយខ្ញុំថែមទាំងនិយាយថាជួយតាមលទ្ធភាពអ្នកខ្លះក៏មកខមមិនឲ្យខ្ញុំថាខ្ញុំនឹងអីអញ្ចឹងទៅវិញខ្ញុំថាអត់ទេចំការណាដែលអាចជួយបានខ្ញុំប្រាប់តែជួយបានចំការណាថាជួយមិនបានគឺខ្ញុំប្រាប់តែជួយមិនបានទេតែមកនោះមកមើលឲ្យអស់លទ្ធភាពឲ្យតែនេះណានៅជួយបានណាបងប្អូនបងប្អូននៅជួយបានតែឲ្យស្រូតដៃបន្តិចហើយបញ្ជាក់ថាបងប្អូនអ្នកដែលធ្វើដំណាំទុរេនទាំងអស់ត្រូវជ្រើសរើសដៃគូសហការឲ្យបានត្រឹមត្រូវហើយខ្ញុំក៏ជូនពរបងនិងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នានៅតាមតំបន់តាមទីតាំងតាមខេត្តនៅក្នុងស្រុកផងយើងណាចាប់ដៃគូឲ្យត្រឹមត្រូវប្រយ័ត្នជាងគេរឿងហ្នឹងបាទអញ្ចឹងអត់មានអីទេសូមអរគុណកសិកម្មមហាសាលចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់